បើថាទៅទៅពិបាកមានអ្នកបខំហ្នឹងអត់មានណាគេក្រៅពីឪពុកម្ដាយយើងទេបងប្អូនបខំមកមុជទឹកបខំមកហូបបាយនិយាយរួមទៅគឺគ្រប់យ៉ាងហ្មងចុះបើយើងអាយុច្រើនដល់ចំណាស់ប៉ុណ្ណេះហើយមានណាមកបខំយើងទៀតអាហ្នឹងនៅការស្រឡាញ់ពេញចិត្តរបស់យើងវាយើងពេញចិត្តធ្វើទៅបើមិនពេញចិត្តធ្វើក៏អត់ទៅហើយថ្ងៃនេះដែរហ្នឹងគឺបំពងជើងជ្រូកបងប្អូនជើងជ្រូកស្ងោរជ្រក់បើយើងអត់បំពងក៏បានដែរប៉ុន្តែបើសិនជាយើងបំពងបងប្អូនពេលដែលយើងស្ងោរទៅអត់សូវមានខ្លាញ់ទេបំពងទៅវាចេញជាតិខ្លាញ់មកច្រើនយើងដាក់សម្រស់ខ្លាញ់ហើយយើងដាក់ស្ងោរហើយវាថារសជាតិវិញឆ្ងាញ់ជាងយើងស្ងោរសុតចឹងបងប្អូនហើយជើងជ្រូកនឹងដែរហ្នឹងទិញអស់20000នឹងប្រហែលខ្ទង់1គីឡូជាងបងប្អូនយកដាក់ស្ងោរទៅពាក់កណ្ដាលទេហូបតែម្នាក់ម្ដុំ2ដុំហ្នឹងគឺឆ្អែតបាយចេញមកលក្ខណៈកម្រិះទៀតមានកម្រិះទេបងប្អូនព្រោះសាច់ជើងរៀងធំដែរអ្នកតែ2ដុំបាយស្រូបហត់ទឹកបែកញើសខ្ចាយហ្នឹងឯងហើយមានអីទេបងប្អូនអើយមួយថ្ងៃហ្នឹងគឺរស់តើកំដរពិភពលោកនេះទៅដល់ថ្ងៃទៅវិញគឺទៅវិញហើយមិនដឹងថារស់ដើម្បីអីនេះហើយអ្នកណាក៏ដូចណាដែរឥឡូវសាំងឡើងថ្លៃបងប្អូនអើយសូម្បីតែហ្គាសហ្នឹងក៏ឡើងថ្លៃដែរដល់ពេលអញ្ចឹងហើយសេរីរកអស់ខ្លះហើយអត់អាចហ្គាសបានទេមើលដុតជាក្រានអស់ហើយព្រោះចំណាយលើហ្គាសហ្នឹងមិនធម្មតាដំបូងហ្នឹងតែ1000ទេណាមួយកំប៉ុងបងប្អូនឥឡូវបន្ទាប់ពី1000ហើយចូលដូចជា1500ឥឡូវចូល2000ហើយអញ្ចឹងតាមប្រៃនេះសបោអស់ណាសេរីអស់ដាក់ធ្វើម្ហូបឲ្យអត់កើតទេទៅក្រខ្លួនហ្មងចាមកអញ្ជើញឆ្ងាញ់ជាមួយនឹងខ្ញុំបងប្អូនស្ងោរជ្រក់ជើងជ្រូកអូជាតិសាហាវបងប្អូន